ជំរាបសួរក៏ได้ជួបស្ដីទៅកាន់អ្នកទស្សនាទាំងអស់គ្នាឥឡូវvừaត្រឡប់មកកាន់ខ្ញុំសុខផងម្ដងទៀតហើយឃើញប្លែកទៀតហើយថ្ងៃនេះគឺខ្ញុំនាំអ្នកនរគ្នាមកកាន់នៅកន្លែងហាងខ្វេមួយកន្លែងដែលមានទេសភាពហើយមានសម្រស់ស្រស់ស្អាតមែនតើកន្លែងនេះគឺវាមានកម្ពស់ខ្ពស់ហើយយើងអាចគយទៅកាន់វាលស្រែមានដូចជាដំណាំរបស់ប្រជាកសិកររបស់យើងឃើញថាស្អាតមែនតើមានដូចជាស្រូវមានដើមចេកដើមអីហើយយើងមើលទៅគឺវា happy ឬមួយក៏ enjoy life តែម្ដងប៉ុន្តែឃើញខ្ញុំដែររហូតនេះគឺមិនមែនមានន័យថាខ្ញុំមានលុយចាយច្រើនទេប៉ុន្តែខ្ញុំតែងតែផ្ដល់សេចក្តីសុខឲ្យខ្លួនឯងអ្វីត្បិតតែពេលនេះខ្ញុំរៀងឯកាបន្តិចមែនតែក៏មិនជាអ្វីប៉ុន្តែក៏មានកាហ្វេមួយដែរសម្រាប់កំដរជីវិតរបស់ខ្ញុំកាលពីខ្ញុំនៅអាយុតិចខ្ញុំធ្លាប់គិតថាចង់មានស្នេហាចង់អីនឹងគេដែរប៉ុន្តែមកដល់អ្វីប៉ុណ្ណេះគឺខ្ញុំលែងចង់មានអារម្មណ៍មួយហ្នឹងហើយគឺខ្ញុំធុញទ្រាំនឹងស្នេហាដូចជាគ្មានអ្វីជាដើមគឺខ្ញុំលែងត្រូវការគឺខ្ញុំត្រូវការតែក្តីសុខសម្រាប់ជីវិតខ្លួនខ្ញុំទេដូចឃើញចឹងអ្នកនរគ្នាគឺយើងត្រូវផ្ដល់សេចក្តីសុខឲ្យខ្លួនឯងធ្វើឲ្យខ្លួនឯងសប្បាយរីករាយកុំធ្វើឲ្យខ្លួនឯងកើតទុក្ខច្រើនពេកពេលខ្លះមនុស្សម្នាក់តែងតែមានបញ្ហាគ្រប់គ្នាប៉ុន្តែយើងពេលខ្លះទៅគេមិនបញ្ចេញពេលខ្លះទៅក៏គេបញ្ចេញអីចឹងទៅប៉ុន្តែអ្នកខ្លះទៅក៏គាត់ចូលចិត្ត happy ឬមួយក៏ចូលចិត្តយករឿងអស់ហ្នឹងទៅនិយាយទៅកាន់អ្នកជិតស្និទ្ធរបស់គាត់ដើម្បីបញ្ចេញនៅអារម្មណ៍របស់គាត់នៅពេលដែលគាត់ស្មុគស្មាញខ្លះអូខេប៉ុន្តែក៏មិនជាអ្វីដែរបញ្ហាខ្លះបើយើងkeepទុកនៅក្នុងចិត្តរបស់យើងរហូតវាបណ្ដាលឲ្យយើង stress អ្នកនរគ្នាអញ្ចឹងយើងត្រូវបញ្ចេញអារម្មណ៍មួយហ្នឹងទៅកាន់អ្នកស្និទ្ធស្នាលឬមួយក៏មនុស្សជាទីស្រឡាញ់របស់យើងដើម្បីឲ្យធូរអារម្មណ៍របស់យើងពេលខ្លះទៅបើយើងរក្សាទុកវានៅក្នុងចិត្តរបស់យើងក៏វាមិនអាចជួយអ្វីបានច្រើនដែរអញ្ចឹងយើងព្យាយាមនិយាយទៅកាន់មនុស្សដែលជិតស្និទ្ធមនុស្សជាទីស្រឡាញ់ពេលខ្លះពួកគាត់អាចផ្ដល់ជាយោបល់ឬមួយក៏បន្តិចបន្តួចមកកាន់យើងដើម្បីឲ្យយើងដោះស្រាយនៅបញ្ហាហ្នឹងបានអូខេអញ្ចឹងខ្ញុំចង់មានន័យថាបើសិនជាយើងរក្សាទុកខ្លួនឯងពេលខ្លះវាអត់អាចរីកចម្រើនបានទេអ្នកនរគ្នាអញ្ចឹងយើងត្រូវរៀបរាប់ទៅកាន់អ្នកណាម្នាក់ដែលយើងគិតថាជាអ្នកទុកចិត្តប៉ុន្តែក៏មិនដល់ថ្នាក់ខ្លាំងពេកដែរអ្នកនរគ្នាអញ្ចឹងមនុស្សដែលយើងទុកចិត្តបំផុតគឺគាត់អាចជួយដោះស្រាយយើងបានខ្លះដែរអូខេអ្នកនរគ្នាឥឡូវយើងត្រឡប់មកកាន់វីដេអូនេះវិញវាហូរប្រធានបទតិចហើយឃើញថាទេសភាពនៅទីនេះគឺវាស្រស់ស្អាតមែនទែនដូចជាមានដូចតែអ្នកនរគ្នាបានឃើញផ្ទាល់ចឹងគឺយើងដាក់តាកាហ្វេមួយកែវហើយយើងអង្គុយមើលទេសភាពតាមពិតទៅវាមិនមែនជាអីអស្ចារ្យណាស់ទេអស់គ្នាប៉ុន្តែពេលខ្លះទៅវាធ្វើឲ្យអារម្មណ៍យើងមានអារម្មណ៍មួយគឺថាយើងនៅជាមួយនឹងធម្មជាតិខ្លះអ្នកនរគ្នាព្រោះខ្ញុំនៅភ្នំពេញនេះគឺវាធុញថប់មែនតើអញ្ចឹងខ្ញុំតែងតែចេញទៅជាក្រុងដើម្បីទៅមើលទេសភាពសុខស្រែតាមពិតទៅខ្ញុំក៏មិនចង់នៅទីក្រុងភ្នំពេញប្រហែលដែរអ្នកនរគ្នាប៉ុន្តែនេះគឺជាការរកប្រាស់របស់យើងដែលធ្វើមកយើងត្រូវតែឃ្លាតឆ្ងាយពីស្រុកហើយតាមពិតទៅជីវិតរបស់ខ្ញុំគឺខ្ញុំចូលចិត្តនៅលក្ខណៈបែបស្រុកស្រែបែបធម្មជាតិអ្វីតែពេលខ្លះវារៀងនៅហត់បន្តិចមែនប៉ុន្តែវាក៏មិនជាអ្វីសម្រាប់ខ្ញុំដែរអញ្ចឹងគឺខ្ញុំស៊ាំទៅហើយជាមួយនឹងជីវិតនៅស្រុកស្រែណាដោយសារតែខ្ញុំកើតតាំងពីតូចរហូតដល់ធំដល់ក្ដីគឺខ្ញុំនៅស្រុកស្រែរហូតអូខេអ្នកនរគ្នាបើបានមើលវីដេអូនេះហើយកុំភ្លេចចូលទៅជួយ like page ឬមួយក៏ subscribe channel របស់ខ្ញុំម្នាក់មួយផង